រៀបត្រីនេះខ្ញុំសែនឯកាសំឡឹងមើលទៅដួងចន្ទថ្លាតើថ្ងៃណាខ្ញុំមានស្នេហាដូចគេវាជាទម្លាប់របស់ខ្ញុំរស់នៅម្នាក់ឯងឯកាបែបណាក៏ឃើញគេសុទ្ធតែមានសង្សារតើខ្ញុំជាមនុស្សបែបណាឬមួយរូបខ្ញុំមិនល្អទៅគ្មានអ្នកណាប្រាថ្នាអង្គុយបន់ព្រះបន់ទេវតាឲ្យខ្ញុំបានជួបស្នេហ៍ពិតណាស់រួចផុតពីទុក្ខដ៏ឯការួចផុតពីភពដ៏ងងឹតមិនចង់ពិបាកចិត្តមិនចង់នៅដេកអត់លិតព្រោះតែគ្មានស្នេហាព្រះច័ន្ទដែលនៃសមុទ្រក៏មានអ្នកលួចលួងស្នេហាសម្លឹងមើលដួងតារាក៏គេមានគូរះត្រៀបត្រាចំណែកខ្ញុំឯកាគូព្រេងនៅឯណាហេតុអ្វីក៏ទេវតាមិនបើកភ្នែកអង្គុយលេងទូរស័ព្ទដល់យប់ជ្រៅម៉ោង2ម៉ោង3គ្មានអ្វីក្រៅពីហ្គេមព្រោះក្នុងឆាតគ្មានមនុស្សស្រីតែខ្ញុំធ្វើខុសអ្វីជាតិនេះខ្ញុំខុសអ្វីព្រមលិខិតអប្រិយម្ដេចមិនប្រណីដល់ខ្ញុំប្រណីដល់ខ្ញុំខ្លាចទៅជាបាក់សៃហោះហើរទាំងគូត្រកងមិនចង់រស់នៅតែម្នាក់ឯងកណ្ដោចកណ្ដាយគ្មានគូសាសងនៅណាជួយប្រាប់ខ្ញុំផងផ្លូវណាទៅរកស្នេហ៍ពិតឲ្យខ្ញុំដូចចិត្តបានដូចបំណងខំស្រែកស៊ូមេឃក៏មេឃមិនតបខំស្រែកស៊ូដីក៏ដីមិនឆ្លើយរយប់ដេកយំម្នាក់ឯងកណ្ដោចកណ្ដាយទឹកភ្នែកជោគខ្នើយអោបេងដូងខ្ញុំហើយពេលណាលើកលែងឲ្យខ្ញុំបានជួបស្នេហាបើសិនជាអាចខ្ញុំមានអំណាចមានឥទ្ធិពលខ្លាំងក្លាចង់ហោះឲ្យផុតពីភពផែនដីរួចហើយទៅជួបនឹងទេវតារួចហើយខ្ញុំសួរលោកថាគូព្រេងខ្ញុំនៅឯណាហេតុអ្វីខ្ញុំរស់ឯកាម្លេងនៅលើលោកនេះអ្នកណាជាអ្នកគ្រប់គ្រងព្រមលិខិតលោកនេះគ្មានយុត្តិធម៌មានតែរឿងរ៉ាវធ្វើស៊ីផ្លូវចិនខ្ញុំចង់ដឹងការពិនអ្នកណានាងប្រដិនឲ្យជីវិតខ្ញុំរស់នៅឯកាព្រះច័ន្ទដែលនៃសមុទ្រក៏មានអ្នកលួចលួងស្នេហាសម្លឹងមើលដួងតារាក៏គេមានគូរះត្រៀបត្រាចំណែកខ្ញុំឯកាគូព្រេងនៅឯណាហេតុអ្វីក៏ទេវតាមិនបើកភ្នែកអង្គុយលេងទូរស័ព្ទដល់យប់ជ្រៅម៉ោង2ម៉ោង3គ្មានអ្វីក្រៅពីហ្គេមព្រោះក្នុងឆាតគ្មានមនុស្សស្រីតែខ្ញុំធ្វើខុសអ្វីជាតិនេះខ្ញុំខុសអ្វីព្រមលិខិតអប្រិយ